រថយន្ត hybrid ទាំង6 model នេះមិនត្រឹមតែផលិតឆ្នាំផលិតខ្ពស់បច្ចេកវិទ្យាទំនើបរូបរាងទាក់ទាញនោះទេប៉ុន្តែវាគឺជារថយន្តដែលជួយសន្សំសំចៃប្រេងសាំងផងដែរហើយវាគឺជាប្រភេទរថយន្តដែលពេញនិយមជិះនិងប្រើប្រាស់នៅក្នុងប្រទេសយើងដូចគ្នាដូច្នេះការជ្រើសរើសរថយន្តដែលមានលក្ខណៈសន្សំសំចៃនៅក្នុងពេលបច្ចុប្បន្ននេះគឺជារឿងសំខាន់មួយហើយរថយន្ត hybrid ទំនើបទាំងអស់នេះអាចជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកក៏ថាបានដែលវាស៊ីសាំងមិនលើសពី10លីត្រនោះទេក្នុងការធ្វើដំណើររយៈចម្ងាយ100គីឡូម៉ែត្រមិនត្រឹមតែមើលទៅមានរូបរាងលយទាក់ទាញហើយវាថែមនឹងជួយឲ្យយើងចំណេញលុយក្នុងការចាក់សាំងបានយ៉ាងច្រើនទៀតផងហើយខ្ញុំក៏នឹងប្រាប់ពីតម្លៃទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់យើងទៅកាន់អ្នកទាំងអស់គ្នាផងដែរអញ្ចឹងចាប់ដើមដំបូងនេះគឺជាប្រភេទរថយន្ត SUV ដែលមានឆ្នាំផលិតខ្ពស់បច្ចេកវិទ្យាទំនើបនិងស៊ីសាំងត្រឹមតែ10លីត្រប៉ុណ្ណោះក្នុង100គីឡូម៉ែត្រហើយនេះគឺជា Toyota Sequoia ចំនួនទី3ដែលមានឆ្នាំផលិតចាប់ពី2023ឡើងទៅវាគឺជាប្រភេទរថយន្តដែលសាកអាគុយ hybrid ដោយខ្លួនឯងដើម្បីជំនួយទៅដល់ម៉ាស៊ីនសាំងនៅក្នុងការបើកបរអញ្ចឹងហើយវាពុំមានសមត្ថភាពផលិតថាមពលអគ្គិសនីនិងយកមកប្រើប្រាស់បានដោយខ្លួនឯងនោះទេ Sequoia ចំនួនទី3នេះបំពាក់មកជាមួយនឹងម៉ាស៊ីនសាំង 3.4 លីត្រ V6 និងជំនួយទៅដល់ Twin Turbo ជាមួយនឹងបច្ចេកវិទ្យា iFox Max Hybrid របស់ Toyota ផ្ទាល់ជាមួយនឹងកម្លាំងម៉ាស៊ីនប៉ុណ្ណេះធ្វើឲ្យវាអាចផលិតកម្លាំងសេះបាន437 horsepower ហើយ top speed គឺ200គីឡូម៉ែត្រក្នុង1ម៉ោងរីឯតម្លៃទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់យើងលោកអ្នកអាចស្វែងរកចាប់ពីចន្លោះ$110,000ឡើងទៅចំពោះរថយន្តទី2នេះវិញគឺសម្រាប់អ្នកដែលធ្លាប់ប្រើប្រាស់ប្រភេទរថយន្តដែលមានទំហំតូចចង្អៀតហើយចង់ផ្លាស់ប្ដូរមកប្រើប្រាស់ប្រភេទឡានដែលមានលក្ខណៈធំទូលាយជាងមុនអញ្ចឹងលោកអ្នកអាចងាកមកពិចារណាជាមួយនឹង Lexus RX 450H មួយគ្រឿងនេះសិនបានហើយវាជាឡាន SUV ខ្នាតមធ្យមមួយដែលពេញនិយមបំផុតផងដែរនៅក្នុងប្រទេសកម្ពុជារបស់យើងទាំងគ្រឿងបន្លាស់ច្រើនងាយជួសជុលហើយក៏ដូចជាងាយស្រួលលក់ចេញវិញផងដែរជាប្រភេទឡានដែលមានប្រព័ន្ធ hybrid ដែលអក្សរ H នៅកន្ទុយរបស់វានេះគឺជាសញ្ញាសម្គាល់របស់វាផ្ទាល់វាអនុញ្ញាតឲ្យយើងបើកបរដោយស្ងប់ស្ងាត់ជាមួយនឹងថាមពលអគ្គិសនីនិងជួយសន្សំសំចៃសាំងបានយ៉ាងល្អសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយៗបានគួរសមដែរជាមួយនឹងម៉ាស៊ីន 3.5 លីត្រ V6 និងមានប្រព័ន្ធ hybrid ជំនួយនេះវាអាចផលិតកម្លាំងបាន308សេះហើយ top speed របស់វាអាចធ្វើបានគឺ180គីឡូម៉ែត្រក្នុង1ម៉ោងកម្រិតស៊ីសាំងគឺត្រឹមតែ 7.5 លីត្រប៉ុណ្ណោះក្នុង100គីឡូម៉ែត្រតម្លៃទីផ្សារនៅក្នុងប្រទេសយើងលោកអ្នកអាចស្វែងរកបានចាប់ពីតម្លៃចន្លោះ$70,000ឡើងទៅសម្រាប់ឆ្នាំផលិត2021ទី3នេះគឺជាប្រភេទឡាន hybrid sedan ដែលពិភពលោកចាត់ទុកថាវាជាឡានដែលប្រណិតនិងមានលក្ខណៈសន្សំសំចៃហើយនេះគឺជា Lexus ES 350H វាស័ក្តិសមបំផុតសម្រាប់អ្នកដែលមិនចង់រវល់រឿងដោតខ្សែសាកថ្មពីព្រោះវាគឺជាប្រភេទ self charging ចំណុចខ្លាំងរបស់វាគឺជាភាពស្ងប់ស្ងាត់នៅក្នុងកាប៊ីននិងភាពធន់ដែលពិភពលោកទទួលស្គាល់ជាមួយការ design រូបរាងដ៏ទាក់ទាញនិងភាពប្រណិតនៅផ្នែកខាងក្នុងវាត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីនទំហំ 2.0 លីត្រមាន4ស៊ីឡាំងជាមួយនឹងប្រព័ន្ធ hybrid ដែលជំនួយដោយម៉ូទ័រអគ្គិសនីនិងសាកថ្មបានដោយខ្លួនឯងម៉ាស៊ីននេះធ្វើឲ្យវាអាចផលិតកម្លាំងសេះបាន215 horsepower ហើយ top speed គឺ180គីឡូម៉ែត្រក្នុង1ម៉ោងកម្រិតស៊ីសាំងវិញគឺត្រឹមតែ 5.2 លីត្រប៉ុណ្ណោះនៅក្នុង100គីឡូម៉ែត្រហើយចំពោះតម្លៃទីផ្សារនៅក្នុងប្រទេសកម្ពុជារបស់យើងលោកអ្នកអាចធ្វើការនាំចូលបានចាប់ពីតម្លៃចន្លោះ$60,000ឡើងទៅចំពោះរថយន្តទី4នេះវិញយើងមកនិយាយអំពីប្រភេទឡាន pick-up truck ដែលរាប់បញ្ចូលថាមានលក្ខណៈសន្សំសំចៃដូចគ្នាដែរតែ model នេះគ្រប់គ្នាតែងតែស្គាល់យ៉ាងច្បាស់ថាគឺជា Toyota Tacoma TRD Pro ធ្វើទៅវាជាប្រភេទរថយន្តសម្រាប់ off-road ទៅពិតមែនប៉ុន្តែបច្ចេកវិទ្យា hybrid របស់វាជួយធ្វើឲ្យការស៊ីសាំងមានលក្ខណៈប្រសើរជាងមុននិងផ្ដល់នូវថាមពលអគ្គិសនីបន្ថែមសម្រាប់ការប្រើប្រាស់នៅឧបករណ៍ផ្សេងៗនៅផ្នែកខាងក្រោយឡានថែមទៀតផង Toyota Tacoma TRD Pro នេះបំពាក់មកជាមួយនឹងម៉ាស៊ីនទំហំ 2.4 លីត្រ inline 4ជំនួយទៅដោយម៉ាស៊ីន iFox Max Hybrid របស់ Toyota ដែលផលិតកម្លាំងសេះបាន326សេះហើយ top speed របស់វាអាចធ្វើបានគឺ182គីឡូម៉ែត្រក្នុង1ម៉ោងកម្រិតស៊ីសាំងវិញគឺត្រឹមតែ 9.7 លីត្រប៉ុណ្ណោះក្នុង100គីឡូម៉ែត្រហើយតម្លៃនៅស្រុកយើងលោកអ្នកអាចស្វែងរកបានចាប់ពីតម្លៃចន្លោះ$80,000ឡើងទៅសម្រាប់ឆ្នាំផលិត2024ដែលជាចំនួនទី4របស់ Tacoma ផ្ទាល់ចូលមកដល់ប្រភេទឡានទី5នេះវិញគឺជាប្រភេទ performance SUV ហើយនេះគឺជា BMW XM រថយន្តមួយនេះមិនត្រឹមតែមានរូបរាងទាក់ទាញប្រណិតស៊ីវិល័យនិងអំណាចប៉ុណ្ណោះទេប៉ុន្តែវាក៏មាននៅប្រព័ន្ធ plug-in hybrid ផងដែរដែលជំនួយទៅដល់ការសន្សំសំចៃសាំងដោយម៉ូទ័រអគ្គិសនីសាកមួយពេញជិះបានប្រមាណជា80គីឡូម៉ែត្រហើយវាត្រូវបានបំពាក់មកជាមួយនឹងម៉ាស៊ីនទំហំ 4.4 លីត្រមាន8ស៊ីឡាំងជាមួយនឹង Twin Turbo Miku ដែលធ្វើឲ្យវាអាចផលិតកម្លាំងសេះបាន644 HP ហើយ top speed គឺ250គីឡូម៉ែត្រក្នុង1ម៉ោងកម្រិតស៊ីសាំងវិញគឺត្រឹមតែ 2.7 លីត្រប៉ុណ្ណោះក្នុង100គីឡូម៉ែត្រតម្លៃមកដល់ស្រុកយើងលោកអ្នកអាចស្វែងរកបានចាប់ពីចន្លោះ$15,000ឡើងទៅសម្រាប់ឆ្នាំផលិត2023ចុងក្រោយបង្អស់គឺជាប្រភេទឡាន hatchback ដែលមានភាពសន្សំសំចៃជាងគេបំផុតហើយនេះគឺជា Toyota Prius Prime ស៊េរីឆ្នាំ2023នឹងឯងវាគឺជាចំនួនចុងក្រោយនៃ Toyota Prius ដែលមានការផ្លាស់ប្ដូររូបរាងថ្មីដែលមើលទៅគឺពិតជាទាក់ទាញនឹងបែប Sport ហើយប្រព័ន្ធ Aerodynamic របស់វានឹងក៏ធ្វើបានយ៉ាងល្អជាងចំនួនមុនផងដែរអញ្ចឹងPriusចំនួនថ្មីនេះវាអាចបើកបរដោយអគ្គិសនីឬក៏ប្រព័ន្ធ Hybrid សុទ្ធនឹងដល់ទៅ70គីឡូម៉ែត្របានដោយគ្មានបញ្ហាបំពាក់មកជាមួយនឹងម៉ាស៊ីនទំហំ 2.0 លីត្រមាន4ស៊ីឡាំងជាមួយប្រព័ន្ធ plug-in hybrid ចំនួនទី5របស់ Toyota ធ្វើឲ្យវាផលិតកម្លាំងសេះបាន220សេះហើយ top
speed គឺ180 km ក្នុង1ម៉ោងកម្រិតស៊ីសាំងវិញគឺត្រឹមតែ 4.5 លីត្រប៉ុណ្ណោះក្នុង100 km ប៉ុន្តែបើសិនបើយើងសាកថ្មមកពេញដល់ជិះបាន70 km ហើយនោះអញ្ចឹងចំពោះការជិះរយៈចម្ងាយ100 km គឺវាស៊ីត្រឹមតែ 1.8 លីត្រប៉ុណ្ណោះដែលកម្រិតស៊ីសាំងប៉ុណ្ណេះគឺវាតិចខ្លាំងមែនទែនគឺសឹងតែស៊ីតិចជាងម៉ូតូទៅទៀតហេតុផលនេះហើយទើបធ្វើឲ្យគេនិយមប្រើប្រាស់រថយន្តមួយ model នេះនៅពាសពេញពិភពលោកហើយតម្លៃមកដល់ស្រុកខ្មែរយើងលោកអ្នកអាចស្វែងរកបានចាប់ពីចន្លោះ$60,000ឡើងទៅសម្រាប់ឆ្នាំផលិត2023ចឹងសរុបមកវិញសម្រាប់រថយន្តទាំង6 model នេះមិនត្រឹមតែជួយឲ្យលោកអ្នកមើលទៅមានភាពថ្លៃថ្នូរប៉ុន្តែវាក៏ជាការវិនិយោគដ៏ឆ្លាតវៃមួយសម្រាប់អនាគតទាំងការសន្សំចៃថវិកាក្នុងការចំណាយទៅលើការចាក់សាំងក៏ដូចជាការចូលរួមចំណែកក្នុងការការពារបរិស្ថានផងដែរអញ្ចឹងតើប្រិយមិត្តពេញចិត្តជាមួយនឹងរថយន្តមួយ model ណាជាងគេអាចធ្វើការបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះបានហើយបើពេញចិត្តវីដេអូមួយនេះកុំភ្លេចជួយចុច like និង follow page របស់យើងម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតពីរថយន្តប្រចាំថ្ងៃ